សួស្តីអ្នកទាំងអស់គ្នានេះគឺជាបបងកូនចាប់ពី6ខែឡើងជាមួយនឹងត្រីសាល់ម៉ុនយើងមានត្រីសាល់ម៉ុនមានពងមួយប៉េងប៉ោះប្រូកូលីហើយនិងការ៉ុតក្នុងមួយពេលគឺខ្ញុំតែងតែដាក់បន្លែចាប់ពី2ទៅ3មុខដោយសារខ្ញុំចង់ឲ្យកូនខ្ញុំញ៉ាំមានបន្លែដែលមានជីវជាតិគ្រប់គ្រាន់ដើម្បីទ្រទ្រង់នៅការលូតលាស់របស់គាត់ហើយអ្វីដែលខ្ញុំអត់ដែលផ្លេចនៅពេលដែលខ្ញុំធ្វើបបរកូនណាគឺខ្ញុំដាក់រាល់ពេលតែម្ដងគឺផ្លែប៉ោមចាព្រោះថាផ្លែប៉ោមមានធាតុរ៉ែនិងវីតាមីនជាច្រើនដើម្បីជួយដល់ការលូតលាស់ខាងរាងកាយនិងផ្នែកខួរក្បាលរបស់ក្មេងៗណាចាអញ្ចឹងក្នុងមួយពេលគឺខ្ញុំត្រូវដាក់ប៉ោមមួយចំហៀងមួយពេលគឺមួយចំហៀងតែម្ដងគឺអត់ដែលខានទេចាហើយប៉ោមហ្នឹងណាដោយពេទ្យគាត់និយាយគាត់ថាញ៉ាំប៉ោមមួយផ្លែក្នុងមួយថ្ងៃគឺមិនត្រូវការគ្រូពេទ្យគាត់ដូចគាត់និយាយមែនចាប់ពីពេលដែលខ្ញុំដាក់ប៉ោមឲ្យកូនខ្ញុំអត់ដែរឈឺទេផ្ដាស់ទេចាហើយយើងមកលើកមើលបបរយើងវិញហើយយើងបន្តមកគឺយើងចិត្តបន្លែនឹងត្រីសាច់ឲ្យតូចបែបនេះចាហើយខ្ញុំដាក់អង្ករបន្តិចប្រហែលជាមួយក្តាប់ខ្ញុំអត់ដាក់អង្ករច្រើនទេចាព្រោះថាខ្ញុំជួយចិត្តឲ្យកូនញ៉ាំផ្លែឈើច្រើនវិញច្រើនជាងអង្ករចានេះគឺជាផ្លែឈើដែលយើងចិត្តហើយចាមើលទៅគឺតំណងមែនហើយយើងដាក់ផ្លែឈើចូលចានេះបកមកមើលពេលខ្ញុំដាក់អង្ករហើយគឺខ្ញុំដាក់នេះមិនតិចហៅថាស្រូវសាលីចាខ្ញុំយូរទៅខ្ញុំប្រើអង្ករលេស្រូវសាលីចាបន្ទាប់មកគឺយើងដាក់បន្លែដាក់សាច់ដាក់អីចូលធម្មតាចាដាក់ចូលរំងាស់វាប្រហែលជា15នាទីចារួចរាល់ហើយគឺយើងបើសិនជាកូនធំបន្តិចយើងឲ្យញ៉ាំតែម្ដងប៉ុន្តែបើកូននៅតូចទេគឺយើងត្រូវកិនឲ្យម៉ត់ចាហើយកុំភ្លេចចុងក្រោយគឺយើងដាក់ពងមួយគ្រាប់ចាគ្រាន់មើលទៅវាមានការចម្រោះពណ៌មានទាំងពណ៌ទឹកក្រូចពណ៌លឿងហើយនិងពណ៌បៃតងដែលមើលទៅធ្វើឲ្យមិនធម្មតារសជាតិឆ្ងាញ់ទេគឺបបរក៏មើលទៅតំណងដូចគ្នា positive បន្តមកចាអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលា